Hello សួស្តីអ្នកនរគ្នាបាទយើងវិលត្រឡប់ជួបគ្នាបន្តជាមួយនៅរឿងទឹកដីធម្មពលវិញ្ញាណវគ្គ2នៅក្នុងឈុតទី167នៃបាតទី3បន្តទៀតអញ្ចឹងមុននឹងចូលទៅដល់សាច់រឿងរបស់យើងខ្ញុំសូមអរគុណទៅដល់បងប្រុសសេងឈឿតបាទអញ្ចឹងមិនដឹងថាកោឬតើទេសូមអធិស្ឋានទុកខ្ញុំផងដែលបានលើកទឹកចិត្ត admin 4000រៀលបាទអញ្ចឹងសូមជូនពរឲ្យបងមានសុខភាពល្អទទួលរកស៊ីមានបានបងប្រាថ្នាអ្វីក៏បានសម្រេចហើយបើសិនជាគ្នាអញ្ចឹងចង់លើកទឹកចិត្ត admin បន្តទៀតអាចមើលតាមរយៈ QR code នៅលើអេក្រង់នេះក៏បានដែរហើយកាលពីម្សិលមិញខ្ញុំអត់បានធ្វើវីដេអូដោយសារតែខ្ញុំគឺត្រូវរើអីវ៉ាន់ដូរការទៅនៅផ្ទះចាស់បាទអញ្ចឹងកុំបង្កើតពេលយូរយើងចូលមកកាន់សាច់រឿងរបស់យើងតែម្ដងទៅដល់ពេលនេះដែរទៅការនិយាយអំពីការរួមបញ្ចូលគ្នារវាងហ៊ូយហាវជាមួយនឹងថាងអូតងហ៊ូយហាវលេងទុនខ្សោយដោយពេលដែលគាត់បញ្ចូលជាមួយនឹងមនុស្ស10នាក់នោះទៀតហើយសូម្បីតែអាចងបិសាអតិទេពមរណៈចាក់គាត់ពីក្រោយក៏ដោយក៏ដង្ហើមនៅសេចក្តីស្លាប់នឹងត្រូវបានបណ្ដឹងចេញចាំងលឿនដោយស្នូព្រលឹងទាំងពីររបស់គាត់ដើម្បីទាញយកដង្ហើមនៅសេចក្តីស្លាប់ចូលទៅក្នុងខ្លួនហ៊ូយហាវបានបញ្ជានៅស្នូព្រលឹងទាំងពីររបស់ខ្លួនឲ្យបញ្ចេញនូវថ្មពលជឿនធ្វើឲ្យថ្មពលព្រលឹងទន់ភ្លន់ដើម្បីអនុញ្ញាតឲ្យដង្ហើមនៅសេចក្តីស្លាប់អាចចូលមកបំផ្លាញខ្លួនគាត់បន្តិចម្ដងបានថៃឋានសង្កេតមើលពួកគេហើយប្រាប់ឲ្យហ៊ូយហាវបញ្ចូលនៅថ្មពលព្រលឹងចូលទៅក្នុងខ្លួនថាងអតងដើម្បីទាក់ទាញជាមួយនឹងថ្មពលរបស់នាងដោយសារតែអពុតព្រលឹងរបស់ពួកគេអាចរួមបញ្ចូលគ្នាបាននាងនឹងមិនមានការប្រឆាំងនោះទេទន្ទឹមនឹងនោះគាត់ត្រូវរុញថ្មពលផ្លូវចិត្តចូលទៅក្នុងសមុទ្រវិញ្ញាណរបស់នាងដែលប្រើប្រាស់នៅភ្នែកនៃជោគពិសនាផ្ដោតទៅលើចំណុចកណ្ដាលថ្ងាសរបស់នាងហ៊ូយហាវបើកនៅភ្នែកនៃជោគពិសនាបញ្ចេញនូវពន្លឺពណ៌មាសកូឡាបសូម្បីតែថៃឋានក៏ផ្អើលនឹងថ្មពលផ្លូវចិត្តដ៏បរិសុទ្ធនិងខ្លាំងក្លារបស់គាត់ដែរហ៊ូយហាវប្រើប្រាស់នៅថ្មពលភ្លើងរបស់ខ្លួនចូលទៅក្បែរថ្ងាសនាងចំកន្លែងដែលមានសញ្ញាត្រីសូលមាសឬក៏លំពេងមាសទាំង3ហើយជាខែលលាក់បាំងដែលដាក់ដោយថងសានក្រោមការជំរុញនេះថាងអតងបានងើបក្បាលឡើងដោយខ្លួនឯងហើយសញ្ញាត្រីសូលមាសក៏បានលើចេញមកចាំងច្បាស់ដបងមានការតទល់បន្តិចបន្តួចប៉ុន្តែថ្មពលភ្លើងរបស់ថាងអតងមានសភាពខ្លាំងក្លានិងមានអំណាចសង្កត់សង្កិនយ៉ាងខ្លាំងដែលវាធ្លាប់ធ្វើឲ្យគាត់មានអារម្មណ៍ចង់ចោះចាញ់ការពីពួកគេព្យាយាមបញ្ចូលគ្នាលើកដំបូងក្រុមការណែនាំរបស់ថៃឋានឲ្យបន្តបញ្ចេញនូវធម្មពលកំចប់ហ៊ូយហាវអាចរក្សានៅស្ថានភាពនេះបានយ៉ាងងាយស្រួលព្រោះគាត់មាននៅស្នូព្រលឹងការបំពេញបន្ថែមនៃជីនយ៉ាងដែលធ្វើឲ្យការងើបឡើងវិញនៃធម្មពលគឺលឿនជាងការបញ្ចេញទៅទៀតសូម្បីតែ Ultimate ទូលោកមិនអាចប្រៀបផ្ទឹមបានដែរដង្ហើមនៃសេចក្តីស្លាប់នៅក្នុងខ្លួនថាងអត់ត្រូវបានរុញចេញមកខ្លួនហ៊ូយហាវប៉ុន្តែវាត្រូវរលាយអស់ដោយសារតែពន្លឺពណ៌មាសនិងធម្មពលជីវិតដ៏ខ្លាំងក្លានៅក្នុងសរីរាង្គរបស់គាត់មួយថ្ងៃមួយយប់បានកន្លងផុតទៅត្រីសូលមាសកាន់តែបញ្ចេញនូវពន្លឺមាសខ្លាំងឡើងនិងផ្ដល់នូវស្ពានចឹងខ្លាំងរហូតធ្វើឲ្យហ៊ូយហាវពិបាកទប់ទល់រំពេញនោះពន្លឺពណ៌ខៀវទឹកកកពីកំបិតព្រឹកព្រលឹមគឺជាសញ្ញាទឹកកកដែលបានមកពីអតិទេពរងនានប៊ីងបានបញ្ចេញនូវប្រតិកម្មនៅក្នុងភ្នែកនៃជោគពិសាដើម្បីមកបន្សាបនៅសម្ពាធនោះហ៊ូយហាវព្យាយាមឲ្យដឹងថាដង្ហើមរបស់ត្រីសូលនេះប្រកាសជារបស់ព្រះទើបវាត្រូវការដង្ហើមរបស់ព្រះមួយទៀតមកបន្សាបថៃឋានប្រាប់ឲ្យគាត់ទាញយកនៅស្នូព្រលឹងរបស់គាត់ចេញមកទាំងស្រុងហើយរុញវាចូលទៅក្នុងសមុទ្រព្រលឹងរបស់អ៊ូតងតាមរយៈទំនាក់ទំនងផ្លូវចិត្តហើយនឹងលំពេញមាសមុខ3ហ៊ូយហាវសេស្ទ័រព្រោះការបំបែកនៃស្នូព្រលឹងសម្រាប់អ្នកដែលមានការបំពេញបន្ថែមនៃជាយ៉ាងអាចធ្វើឲ្យស្នូព្រលឹងនៃ Ultimate កកផ្ទុះរហូតដល់ខ្ទេចប្រព័ន្ធប្រសាទទាំងមូលបានហើយគាត់បារម្ភថាតើថាងអតងអាចទទួលវាបានដែរឬក៏អត់ប៉ុន្តែថៃឋានអះអាងថាមាននៅវិធីសម្ងាត់មួយដោយគ្មានជំរឿនឹងបានត្រៀមចិត្តស្លាប់កន្លែងនោះបើសិនជាផ្ទុះភ្លាមពួកគេនឹងរត់ចូលទៅក្នុងពិភពគ្មានមនុស្សស្លាប់របស់ហ៊ូយហាវដើម្បីសង្គ្រោះនាងគាត់ក៏បានរុញនៅស្នូព្រលឹងដែលមានរាងជាខ្យល់គោចមាសចេញពីភ្នែកនៃជោគពិសនាបើសិននៅក្នុងសាច់រឿង 3D ទងហោជាស្ដែងគឺស្នូព្រលឹងរបស់ហ៊ូយហាវគឺមានពីរពណ៌គឺពណ៌ទឹកសមុទ្រមួយហើយនិងពណ៌មាសមួយពន្លឺពណ៌មាសភ្លឺចែងចាំងពេញបន្ទប់និងជាពន្លឺដល់ពពកខាងក្រៅបន្ទាយនៃប៉ាក់ Clear Sky ដូចជាឋានសួគ៌ថៃឋានអង្គុយពីក្រោយថាងអតងសូត្រមន្តហើយរូបរាងគាត់ក៏រួមតូចបាត់នៅខាងក្រោយនាងខណៈមានស្រមោលពន្លឺបរោះសក់ពួកគេម្នាក់ក៏បានលើចេញមករួចចង្អុលដៃទៅលើក្បាលខាងក្រោយរបស់អ៊ូតងព្រាមនោះពន្លឺពីលំពេងមាសមុខ3ក៏បានបាញ់មកចំភ្នែកនៃជោគពិសនារបស់ហ៊ូយហាវបង្កើតជាកម្លាំងស្រូបចាំងខ្លាំងទាញយកនៅស្នូព្រលឹងរបស់គាត់ហ៊ូយហាវប្រឹងរុញវាចេញទាំងប្រថុយប្រឋានខណៈដែលស្នូព្រលឹង Ultimate កកំពុងតែបង្កើតល្បឿនវិលចិត្តនឹងផ្ទុះពេលនោះសម្លេងដែលសតូនមកបន្លឺឡើងថាបញ្ចាំងពន្លឺនឹងសម្ពាធដ៏ទន់ភ្លន់មួយក៏បានក្រដប់លើខ្លួនគាត់ហ៊ូយហាវព្រាមឲ្យយ៉ាងខ្លាំងពេលឃើញនៅខ្យល់គួយពណ៌មាសតំណាងឲ្យស្នូព្រលឹងរបស់ខ្លួនបានលើចេញពីមុខខ្លួន30សង់ទីម៉ែត្រប៉ុន្តែស្នូព្រលឹងដើមនៅតែមានដំណើរការនៅក្នុងភ្នែកនៃជោគពិសនាដដែលគ្រាន់តែវាជោគខ្សោយអស់90%ប៉ុណ្ណោះ
នេះគឺជាការបញ្ចាំងដែលជាវិធីសម្ងាត់ក្នុងការបំបែកនៃធម្មពលចេញដែលមិនចាំបាច់បំផ្លាញនៅប្រភពដើមទោះជាយ៉ាងណាភាពសតនស្ទើរតែដកដង្ហើមមិនរួចបានវាលោកគាត់ចាំងខ្លាំងក្លាខណៈស្នូបលឹង Ultimate តកប្រែទៅជាកាយសាហាវហួយហាវប្រឹងទប់លំនឹងស្នូបលឹងទាំងពីរនេះចាំងលំបាកនៅក្នុងសមុទ្រនៃគូក្បាលរបស់គាត់ស្នូបលឹងបញ្ចាំងពណ៌មាសនោះបានរំកិលបន្តិចម្ដងចូលទៅកាន់ខាងអូតុងថៃថាបានលើសំឡេងប្រាប់ឲ្យគាត់ប្រចាំព្រោះពេលអូតុងស្រូបចូលវាអាចមានការវិវហាផ្លូវចិត្តបើគ្រប់គ្រងមិនបានល្អគាត់នឹងក្លាយទៅជាមនុស្សវិកលចរិតក៏ឈួតជ្រុះជាក់ជាមិនខានអានេះវាស្ដីទៅនឹងអ្នកដែលរៀនមន្តអាគមបើសិនជារៀនបែកគឺឈួតជ្រុះតែម្ដងអូតុងស្រូបជើងទៅធម្មពលចូលយ៉ាងលឿនធ្វើឲ្យធម្មពលព្រលឹងនោះពុះកញ្ជ្រោលហើយដង្ហើមនៃសេរីស្លាប់ត្រូវបានបង្ក្រាបទាំងស្រុងពេលនេះស្រូបជោគនៅស្នូព្រលឹងចូលទៅក្នុងសមុទ្រវិញ្ញាណភ្លាមនោះស្នូព្រលឹងទី1នៅឯតាន់ធានរបស់នាងក៏ចាប់ផ្ដើមបុកឡើងមកក្បាលដើម្បីប៉ះទង្គិចគ្នាដោយសារតែបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការបង្កើតនៃការបំពេញថែមជាយ៉ាងពូយ៉ាបានប្រើប្រាស់នៃធម្មពលព្រលឹងរបស់ខ្លួនទៅទប់និងបន្ថយល្បឿនស្នូព្រលឹងខាងក្រៅរបស់នាងដើម្បីជួយកាត់បន្ថយការប៉ះទង្គិចនិងធ្វើឲ្យនាងបង្កើតនូវស្នូព្រលឹងទី2បានដោយរលូនជាងខ្លួនកាលពីមុនទៅទៀតយរួមក្នុងសាច់រឿងសូឡេនវគ្គ2តួអង្គឯកស្រីរបស់យើងគឺភាគច្រើនគឺមិនចាំបាច់ខំប្រឹងប្រែងពេកនោះទេគឺទទួលបានដោយងាយៗដូចជាកងព្រលឹងជាដើមមិនចាំបាច់ទៅប្រមាញ់ដោយគេដូចឯងនោះទេហើយស្នូព្រលឹងក៏ហួយហាវជួយទៀតពេលវេលាកន្លងផុតទៅហួយហាវកាន់តែខ្សោយទៅទាំងធម្មពលផ្លូវចិត្តនិងធម្មពលព្រលឹងស្ទើរតែអស់រលីងតែគាត់មានក្តីសោកហើយនឹងស្នាមញញឹមយ៉ាងខ្លាំងដែលឃើញខាងអូតុងចិត្តបង្កើតនៃស្នូព្រលឹងទាំងពីរនៃការបំពេញបន្ថែមជាចាងបានសម្រេចហើយមានន័យថានេះនឹងក្លាយទៅជា Transcendent Tulu ទីបំផុតពលឺលំពេងមុខ3ពណ៌មាសបានស្រកចុះថងកន្ទងបានស្រូបជោគនៅស្នូព្រលឹងទាំងស្រុងហើយស្នូព្រលឹងទាំងពីររបស់នេះក៏ចាប់ផ្ដើមសម្របខ្លួនចូលគ្នាបង្កើតបានទៅជាខ្យល់គួយទុយសញ្ញានៃភាពជោគជ័យនៅក្នុងសាច់រឿងស្រីជាទាំងហោជាក់ស្ដែងគឺវាមានតម្រងជាដុំមូលដូចជាធម្មពលឬក៏ក្របថ្នាំហួយហាបិទភ្នែកនៃជោគវាសនាដោយភាពទន់ខ្សោយបំផុតសមោបរោះសក់ខៀននៅពីក្រៅខាងអូតុងងើបឈរដល់ដង្ហើមធំហើយប៉ះថ្ងាសនាងព្រះអាទិត្យពណ៌មាសនិងព្រះអាទិត្យពណ៌ស្វាយមាសបានលេចឡើងពីក្រៅខ្នងនាងយ៉ាងស្រស់ស្អាតព្រះអាទិត្យមាសនិងព្រះអាទិត្យពណ៌ស្វាយមាសនេះហើយគឺតំណាងឲ្យស្នូព្រលឹងទាំងពីរលើករបស់នាងគឺមានលក្ខណៈខុសពី Transcendent Tulu ដទៃមិនថាហួយហាវឬក៏ទីធាននោះទេគាត់បានបញ្ចេញនូវពលឺក្រដប់អ្នកទាំងពីរស្នូព្រលឹងរបស់ខាងអូតុងក៏បានកើតឡើងហើយពលឺពណ៌មាសមួយក៏បានបាញ់ពីលំពេញបុក3របស់នាងមកចំនៅភ្នែកនៃជើងស្នារបស់ហួយហាវដោយស្រូបជោគនៅធម្មពលផ្លូវចិត្តនិងធម្មពលព្រលឹងដែលនៅសេសសល់ទាំងអស់របស់គាត់រហូតដល់0ហួយហាវសន្លប់បាត់ស្មារតីដែលគិតក្នុងវិនាទីចុងក្រោយថាខ្លួនឯងប្រកាសជាខ្លាចទៅជាមនុស្សឈួតតែគាត់សង្ឃឹមថានីតិនៃនឹងថៃឋាននឹងគោរពតាមការសន្យាថានឹងយកគាត់ទៅឆ្ងាយដើម្បីឲ្យគាត់ខ្លាចកុំឲ្យគាត់ខ្លាចទៅជាបន្ទុករបស់ខាងអូតុងគឺឲ្យអ្នកទាំងពីរសម្លាប់គាត់ចោលពេលនោះស្រមោលរបស់បរោះសក់មាសម្នាក់ទៀតបានលេចចេញពីក្រៅខ្នងហួយហាវរួចសួរទៅកាន់បរោះសក់ខៀវថានេះគ្រប់គ្រាន់ហើយឬនៅអញ្ចឹងខ្ញុំសូមបញ្ជាក់ថាបរោះសក់ខៀវគឺតំណាងឲ្យអតិទេពខាងសានចំណែកបរោះសក់មាសគឺតំណាងឲ្យអតិទេពរងនានប៊ីងបរោះសក់ខៀវក៏បានងក់ក្បាលដោយឆ្លើយថាដោយសារតែហួយហាវសុខចិត្តលះបង់ជីវិតដើម្បីឧតុងគាត់នឹងព្រមឲ្យគាត់ស្នងតំណែងជាព្រះរបស់រងនាងប៊ីងក៏ប៉ុន្តែគាត់ទៅតែខិតខំប្រឹងប្រែងទៀតបើចង់រៀបការជាមួយកូនស្រីរបស់គាត់រៀងតឹងបន្តិចហើយចង់ការជាមួយនឹងកូនគេបរោះសក់ខៀវរុញដៃទៅមកគឺអតិទេពខាងសានធ្វើឲ្យព្រះអាទិត្យនិងព្រះច័ន្ទរបស់ឧតុងភ្លឺចាងចាងបរោះសក់មាសក៏ធ្វើសកម្មភាពដូចគ្នាទៅលើហួយហាវបង្កើតបានទៅជាព្រះអាទិត្យពណ៌មាសនិងព្រះអាទិត្យពណ៌ខៀវពីក្រៅខ្នងផងដែរពលឺព្រះអាទិត្យនិងព្រះច័ន្ទទាំងសងខាងបានបញ្ចាំងផ្លាស់ប្ដូរភ្ជាប់ធម្មពលគ្នាទៅវិញទៅមកវាបានជួយដាស់នៅស្នូព្រលឹងទាំងពីររបស់ហួយហាវឲ្យដំណើរការឡើងវិញហើយធម្មពលផ្លូវចិត្តនិងព្រលឹងរបស់គាត់ក៏ចាប់ផ្ដើមងើបឡើងវិញយ៉ាងអស្ចារ្យខ្យល់ខ្មៅនៃសេរីស្លាប់ក៏ត្រូវបានបណ្ដេញចេញពីអ្នកទាំងពីររលាយបាតក្នុងអាកាសភ្លាមបរោះសក់មាសត្អូញត្អែថាបរោះសក់ខៀវលួចបន្លំព្រោះព្រះមិនអាចលូកដៃចូលរឿងមនុស្សលោកនៅខាងក្រោមបានទេតែបរោះសក់ខៀវខាងសានបានតបថាក៏គ្រាន់តែប្រើឈាមចោចកូនស្រីហើយនឹងវិធីសម្ងាត់របស់បហាធានប៉ុណ្ណោះព្រោះពួកគេជួយសង្គ្រោះគ្នាទើបទទួលបាននៅផលតបស្នងមិនមែនជាស្នាដៃរបស់គាត់ក្នុងនាមជាទេវតានោះទេអ្នកទាំងពីរជជែកដេញដោលគ្នាអំពីការដណ្ដើមអ្នកស្នងតំណែងទាំងសានបញ្ឆោតឲ្យហួយហាវស្នងតំណែងខ្លួនឯងតែបរោះសក់មាសគឺរងនាងប៊ីងមិនព្រមឲ្យគាត់ដណ្ដើមជាដាច់ខាតទាំងសានក៏រលាយបាត់ខ្លួនរួចបរោះសក់មាសក៏បានប៉ះក្បាលហួយហាវហើយបាត់ខ្លួនទៅតាមក្រោយដោយក្តីពេញចិត្តថៃថានៅនឹងនេធានដើរចូលបន្ទប់ញញឹមសប្បាយចិត្តដែលក្មេងទាំងពីរទទួលនៅផលប្រយោជន៍ដ៏ធំធេងពីការ
ប្រកបប្រជែងគ្នារបស់ព្រះពេលហួយហែដឹងខ្លួនឡើងវិញគាត់មានអារម្មណ៍កក់ក្ដៅនិងស្រួលខ្លួនបំផុតគាត់សាកល្បងមើលនៅក្នុងសមុទ្រវិញ្ញាណរបស់គាត់ហើយក៏ឃើញផ្ទៃដីមួយកន្លែងដែលមានរូបរាងមនុស្សធ្លាប់ស្គាល់ជាច្រើននិងក៏តកធានម៉ងក្នុងទម្រង់ជាបរិស័កមានសង្ហាកំពុងតែញញឹមស្វាគមន៍គាត់ក្រៅពីនោះមាននៅស្មៅផ្កាយអានេះក្នុងទម្រង់យុវជន slot boat អញ្ចឹងស្មៅផ្កាយអានេះវគ្គនេះអាចជាវិវត្តទៅជាមនុស្សហើយអញ្ចឹងរងចាំ 3D ទងហចែងថាមានរូបរាងស្រស់សង្ហាយ៉ាងណានារីស្រស់ស្អាតហើយនឹងត្រជាក់ស្រែពីរនាក់រួមជាមួយនឹងសៀវប៉ៃជាស្ដេចខ្លាខំតកដកធាត់ស្ទុះមកអោបគាត់ចាំងណែនស្ទើរតែផត់ដង្ហើមនិងព្រះនាងលីយ៉ាដែលកំពុងញញឹមបន្លឺសំឡេងចាំពីរោដូចជាបាក់សីកំពុងច្រៀងអញ្ចឹងវិញ្ញាណទាំង6របស់គាត់គឺបានភ្ញាក់ឡើងវិញអស់ហើយ